Bitcoin មករយៈនេះគឺធ្លាក់ខ្លាំងគឺក្រោម$90,000ក្នុងមួយ coin ធ្លាប់ឡើងដល់12ចុះមកក្រោម$90,000អញ្ចឹងយើងឃើញថាអ្នកជួញដូរ Bitcoin ខាតដល់ទៅ1 trillion $1 trillion សហរដ្ឋអាមេរិកណាខ្សែធំនៅលើពិភពលោកបដោតអារម្មណ៍ទៅលើគឺកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែនលោកដូណាល់ត្រាំគាត់បានរៀបចំកិច្ចព្រមព្រៀងនេះឡើងហើយមានលក្ខខណ្ឌដល់ទៅ28លក្ខខណ្ឌហើយហេតុអីបានជាពិភពលោកបដោតទៅមើលកិច្ចព្រមព្រៀងមួយហ្នឹងយើងឃើញហើយសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនវាប៉ះពាល់ជុំវិញពិភពលោកហើយវាប្រព្រឹត្តទៅ3ឆ្នាំជាងហើយណាដែលហូរទីបញ្ចប់អត់ឃើញទេហើយអាណត្តិលោកត្រាំនេះមហិច្ឆតារបស់លោកត្រាំវាគាត់ចង់ឲ្យមានការបញ្ចប់សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែននៅក្នុងអាណត្តិរបស់គាត់ដើម្បីគាត់បានមុខមាត់បានកិត្តិយសអាចបានពានរង្វាន់នៅបែបទៀតយើងឃើញលោកដូណាល់ត្រាំគាត់បានដាក់សម្ពាធឲ្យលោកសេឡិនស្គីសម្រាប់ចិត្តនៅក្នុងថ្ងៃទី27ជាថ្ងៃដែលលោកដូណាល់ត្រាំដាក់សន្និបាតឲ្យលោកសេឡិនស្គីទៅឆ្លើយតបជាមួយនឹងកិច្ចព្រមព្រៀងហ្នឹងអញ្ចឹងកិច្ចព្រមព្រៀងហ្នឹងមាន28ចំណុចហើយចំណុចដែលគេចាប់អារម្មណ៍បំផុតនោះគឺចំណុចដែលអ៊ុយក្រែនត្រូវលះបង់ទឹកដីទាំងអស់ដែលរុស្ស៊ីវាយបានត្រូវឲ្យរុស្ស៊ីណាហើយអ៊ុយក្រែននឹងមិនចូលអង្គការ NATO ព្រមទាំងអ៊ុយក្រែនត្រូវកាត់បន្ថយទ័ពមិនឲ្យលើសពី600,000នាក់ព្រមទាំងកិច្ចព្រមព្រៀងមួយទៀតគឺរក្សាសន្តិភាពរក្សាសុវត្ថិភាពឲ្យអ៊ុយក្រែនដោយទ័ពសព្វនិមិត្តរួមគ្នាការពារអ៊ុយក្រែនបើសិនជាមានការវាយពីរុស្ស៊ីទៅម្ដងទៀតអញ្ចឹងយើងឃើញថាកិច្ចព្រមព្រៀងមួយហ្នឹងវាហាក់បីដូចជាលំអៀងទៅខាងរុស្ស៊ីច្រើនណាកាត់ទឹកដីទៅឲ្យកាត់ទឹកដីអ៊ុយក្រែនទៅឲ្យរុស្ស៊ីកាលពីថ្ងៃទី23តំណាងរបស់សហរដ្ឋអាមេរិករុស្ស៊ីសហរដ្ឋអាមេរិកអ៊ុយក្រែនអឺរ៉ុបបានទៅប្រជុំគ្នានៅទីក្រុងហ្សឺណែវប្រទេសស្វីសដើម្បីពិភាក្សាគ្នារកនៅចំណុចកណ្ដាលមួយនៃកិច្ចព្រមព្រៀងទាំង28ចំណុចហ្នឹងយើងឃើញវាដូចជាអ៊ុយក្រែនក៏គាត់អត់សប្បាយចិត្តនឹងកិច្ចព្រមព្រៀងដែរដោយសារតែកិច្ចព្រមព្រៀងនេះដូចជាលំអៀងទៅខាងរុស្ស៊ីខ្លាំងពេកអញ្ចឹងលោកត្រាំក៏ឲ្យក្រុមគណៈកម្មការហ្នឹងពិភាក្សាគ្នាជាមួយនឹងលក្ខខណ្ឌ28ចំណុចហ្នឹងអាចមានការថយអាចមានការដំឡើងអញ្ចឹងកាលពីថ្ងៃទី21លោកសេឡិនស្គីគាត់ចេញមកនិយាយហើយគាត់ថាតើគាត់គួរសម្រេចចិត្តបែបណាគួរតែបោះបង់សព្វនិមិត្តដែលជាសហរដ្ឋអាមេរិកឬក៏បោះបង់ទឹកដីនិងភាពថ្លៃថ្នូររបស់អ៊ុយក្រែនចឹងលោកសេឡិនស្គីកំពុងតែជាក្បាលដែរបើមិនចឹងទេរុស្ស៊ីនឹងវាយបន្ថែមទៀតខាងលោកពូទីនក៏គាត់បាននិយាយហើយ28ចំណុចជាចំណុចកណ្ដាលមួយសម្រាប់ចរចាគ្នាហើយបើសិនជាអ៊ុយក្រែនមិនព្រមទេណារុស្ស៊ីនឹងបន្តវាយអ៊ុយក្រែនបន្ថែមទៀតអញ្ចឹងយើងរងចាំមើលតែកិច្ចព្រមព្រៀងរបស់លោកត្រាំនឹងកិច្ចព្រមព្រៀងសន្តិភាពរបស់លោកត្រាំនឹងអាចដំណើរការទៅបានឬក៏អត់យើងមកមើល Bitcoin វិញម្ដងBitcoin មករយៈនេះគឺធ្លាក់ខ្លាំងគឺក្រោម$90,000ក្នុងមួយ coin ធ្លាប់ឡើងដល់12ចុះមកក្រោម$90,000អញ្ចឹងយើងឃើញថាអ្នកជួញដូរ Bitcoin ខាតដល់ទៅ1 trillion $1 សហរដ្ឋអាមេរិកណាដែលតម្លៃ Bitcoin ធ្លាក់ដែលมันធ្លាប់មានក្នុងកំឡុងពេល7ខែកន្លងមកនេះអញ្ចឹងចាប់ពីថ្ងៃទី19ខែតុលាមកសរុបតម្លៃលក់ចេញរបស់ Bitcoin គឺ$19,000 លានដែលលក់ចេញតែអ្នកជួញដូរគាត់អត់ទុកចិត្តគាត់នាំវាសម្រុកលក់ចេញ$19,000 លានដោយភាពបន្ទុកចិត្តណាភាពបន្ទុកចិត្តនៃ Bitcoin ណាហើយចិនក៏វាបានដឹងនៅរឿងហ្នឹងហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងប្រាក់ដុល្លារអាចមានតម្លៃមកវិញខ្លះបើសិនជាខែ12ហ្នឹងมันមានការបញ្ចុះអត្រាការប្រាក់អញ្ចឹងវាធ្វើឲ្យ Bitcoin កាន់តែធ្លាក់ថ្លៃថែមទៀតតោះយើងមកមើលប្រទេសណាដែលនិយមមាសច្រើនជាងគេបើតាមស្ថាប័នមូលនិធិមាសលើជំនាញពិភពលោកគេស្រង់ស្ថិតិថាប្រទេសឥណ្ឌាជាប្រទេសដែលនិយមមាសច្រើនជាងគេហើយមានមាសច្រើនជាងគេណាយើងឃើញថា
នៅប្រទេសឥណ្ឌាមានមាសដល់ទៅ34,600 តោនណាដែលស្មើនឹង318 trillion ដុល្លារវាច្រើនជាងមាសនៅអាមេរិកនៅចិននៅរុស្ស៊ីនៅអាល្លឺម៉ង់នៅអ៊ីតាលីបូកសរុបគ្នាក៏អត់ស្មើនឹងមាសនៅឥណ្ឌាដែរមកមើលប្រជាជនរបស់ប្រទេសឥណ្ឌាគឺមាន1400 លាននាក់ណា1400 លានហើយយើងមានតែ16 លានអ្នកជាងទេគេដល់1400 លានហើយបើគេធ្វើស្ថិតិទៅបើ1400 លានចែកនឹងចំនួនមាសដែលនៅប្រទេសគេនឹងដែល34,600 តោនហ្នឹងវាស្មើម្នាក់បាន25 ក្រាម1400 លានអ្នកហ្នឹង25 ក្រាមវាស្មើនឹងលុយវាស្មើនឹង3,500 ជាង3,500 ជាងអញ្ចឹងម្នាក់ស្មើ25 ក្រាមស្មើនឹង3,250 ដុល្លារតែគេស្រង់ GDP របស់ប្រជាជនណាជាជនឥណ្ឌា GDP ប្រកបណាមួយឆ្នាំគាត់អាចរកបានត្រឹមតែ 2,800 អញ្ចឹងប្រជាជនម្នាក់មួយឆ្នាំអាចរកបានអាចរកបានតែ 2,000 ដុល្លារជាងទេតែបើស្ថិតិមាសក្នុងម្នាក់អាចដល់ទៅ 3,000 ជាងវាខុសគ្នាអាចចំណូលទៀតអញ្ចឹងមានថាប្រជាជននៅក្នុងគេយំមាសខ្លាំងមែនតើដោយសារតែបរិបទវប្បធម៌និងសាសនាណានៅឥណ្ឌាគេនិយមការគេប្រើមាសជាពិសេសពួកអ្នកមានគេប្រើមាសគេចូលចិត្តប្រើមាសហើយមួយទៀតគេចូលចិត្តយកមាសទៅបូជាប្រម៉ែទេវីណាប្រម៉ែទេវីប្រម៉ែរស្មីគេហ្នឹងដោយសារតែគេជឿថាប្រម៉ែហ្នឹងជាទេវៈនៃទ្រព្យអញ្ចឹងគេយកមាសទៅបូជាទៅឲ្យទេវៈទ្រព្យគេនឹងកើនទ្រព្យថែមទៀតហើយយើងឃើញហើយជំនឿហ្នឹងសំខាន់បំផុតគឺជំនឿហ្នឹងដែលធ្វើឲ្យមនុស្សពេញនិយមដែលធ្វើឲ្យប្រជាជនឥណ្ឌាពេញនិយមមាសខ្លាំងជាងគេនៅលើពិភពលោកក៏សម្រាប់ព័ត៌មានដែលចេញនៅសប្តាហ៍នេះវិញគឺថ្ងៃអង្គារមានព័ត៌មានសហរដ្ឋអាមេរិកមាន PPI ណាហើយនឹង Retail Sale លក់រាយតំណែងបោះដុំនិងតំណែងលក់រាយណាដែលចេញនៅម៉ោង 8 ល្ងាចថ្ងៃពុធមានព័ត៌មានរបស់ Pound ព័ត៌មាន Forecast Statement ហ្នឹងដូចជាមិនសូវជាមានអីអ្វីខ្លាំងណាស់ទេហើយម៉ោង 8 ល្ងាចមានព័ត៌មាន Unemployment Claim ព័ត៌មានប្រចាំសប្តាហ៍របស់សហរដ្ឋអាមេរិកហើយបន្តមក Prelim GDP Q គឺ GDP ប្រចាំ3ខែម្ដងដែលនឹងជះឥទ្ធិពលខ្លាំងតែมันប្រកាសតែចេញឬក៏អត់ទេព្រោះដឹងបុគ្គលិកគេចូលធ្វើការគេបូកសរុបហើយនៅដោយសារតែទឹកចូលធ្វើការថ្ងៃទី13អញ្ចឹងចេញមកព័ត៌មានចេញនៅថ្ងៃទី20ជាងអញ្ចឹងវាដឹងចេញមកតឬក៏អត់ទេអញ្ចឹងសម្រាប់សប្តាហ៍នេះព័ត៌មានសំខាន់ៗមានចេញតែ2ថ្ងៃទេយើងមកមើលតម្លៃនេះនៅរេរកន្លែងចុះតាន់ឃើញរកន្លែងឡើងតាន់ឃើញទេណាតែនិន្នាការអាប់តម្លៃទេ signal យើង down អញ្ចឹងយើង sideways សិនណាសប្តាហ៍មុនមកបានត្រឹមតែ1350ទេមាសព្រឹកមិញបើកផ្សារមកគឺនៅ4046.94 ក្នុង1អោនហើយនិន្នាការនេះនឹងបកត្រឡប់ឡើងទៅវិញបើគាត់មិន break support របស់គាត់3996.87 ទេចំណែក Bitcoin វិញតម្លៃ Bitcoin នៅតែបន្តធ្លាក់យើងឃើញនិន្នាការ Bitcoin នៅនិន្នាការ down signal ក៏ down ខ្លាំងដែរហើយព្រឹកមិញBitcoin បើកផ្សារមកគឺនៅ8700 $87,708 ដុល្លារណាក្នុង Bitcoin អញ្ចឹងresistance របស់ Bitcoin នៅ 10,000 ជាងណាអញ្ចឹងឃើញBitcoin នឹងនៅតែបន្តធ្លាក់ទៀតបើសិនជា break 7,000 នឹងចុះមកកាន់តែខ្លាំងថែមទៀតឥឡូវនៅធំ 8,000 ជាងសិនចំណែកតម្លៃប្រេងយើងឃើញប្រេងក៏ធ្លាក់ចុះយើងច្រើនដែរនិន្នាការរបស់ប្រេងនៅនិន្នាការធ្លាក់ថែមទៀតហើយ signal របស់ប្រេងហ្នឹងកម្លាំងនៃការធ្លាក់ហ្នឹងនៅខ្លាំងដែរអញ្ចឹងអាចបន្តចុះមកថែមទៀតហើយសប្តាហ៍មុនមកបាន350 pip តម្លៃប្រេងព្រឹកមិញគឺ58.02 ក្នុង1បារ៉ែលអញ្ចឹងអាចចុះមកប្រេង56ទៀតបើសិនជាប្រេង56.35ទៀតចុះមកកាន់តែច្រើនចំណែកឯអាមេរិកជប៉ុនឃើញថាតម្លៃលុយអាមេរិកបើប្រៀបធៀបនឹងលុយជប៉ុនគឺកាន់តែឡើងថ្លៃទៀតហើយដោយសារតែស្ថានភាពនៅជប៉ុនពាក់ព័ន្ធជាមួយនឹងនយោបាយការបរទេសរបស់ជប៉ុនរៀងមានបញ្ហាក្រោយពីនាយករដ្ឋមន្ត្រី
ស្រីគាត់ឡើងមកហ្នឹងក៏ធ្វើឲ្យជប៉ុនរៀងជួច្បល់បន្តិចអញ្ចឹងធ្វើឲ្យតម្លៃលុយជប៉ុនក៏រៀងធ្លាក់ថ្លៃបូករួមជាមួយនឹងតម្លៃលុយអាមេរិកហ្នឹងក៏ឡើងថ្លៃអញ្ចឹងវាធ្វើឲ្យវាលុយអាមេរិកកាន់តែឡើងថ្លៃកាន់តែខ្លាំងថែមទៀតនិន្នាការអាមេរិកជប៉ុនឃើញនិន្នាការអាប់តែ signal down នេះស្អីវិញបន្តិចហើយសប្តាហ៍មុនមកបាន350ទីបហើយព្រឹកមិញ$1អាមេរិកដូរបាន156.70 យេនណាហើយអាចនឹងឡើងទៅ break resistance ថែមទៀតបើ break resistance 157 យេន.88 ទៀតនឹងឡើងកាន់តែខ្លាំងលុយអឺរ៉ូសម្រាប់លុយអឺរ៉ូវិញគឺនិន្នាការ down signal ក៏ down អញ្ចឹងនៅបន្តចុះមកច្រើនថែមទៀតនិន្នាការនឹងនៅបន្តចុះមកច្រើនទៀតសប្តាហ៍មុនមកបាន137ពីបចឹងមកបានតិចមែនតើអញ្ចឹងมันគេមិនសូវ trade លុយអឺរ៉ូប្រហែលទេណាហើយឃើញព្រឹកមិញបើកផ្សារមកលុយអឺរ៉ូ1អឺរ៉ូស្មើ$1.15 11ចឹងអាចនឹងបន្តចុះមក break support ក្នុងតម្លៃ$1.14 67ថែមទៀតបើ break ទៀតកាន់តែចុះមកកាន់ខ្លាំងចុងក្រោយគេលុយផោនក៏ដូចលុយអឺរ៉ូដែរគឺចុះមកច្រើនទៀតណានិន្នាការ down signal ក៏ down សប្តាហ៍មុនមកបានត្រឹមតែ156ពីបទេហើយព្រឹកមិញនេះបើកផ្សារមក1ផោនដូរបាន$1.3091អញ្ចឹងបើ break support ថែមទៀតដែលមានតម្លៃ$1.3007លុយផោននឹងចុះមកច្រើនថែមទៀតណា